ប្រាសាទសែននិមលនិងប្រាសាទសែនភូវៀងនៅខេត្តតាកែវប្រាសាទសែននិមលប្រាសាទសែននិមលត្រូវបានអ្នកស្រុកហៅក្លាយទៅជាសែនថ្មល់មានទីតាំងជាប់នឹងកាំជណ្ដើរថ្មបុរាណភ្ជាប់ពីប្រាសាទភ្នំជីសូរហើយរំលងពីប្រាសាទនេះប្រមាណជាង1គីឡូម៉ែត្រទៀតមានប្រាសាទសែនភូវៀងដែលហៅក្លាយជាសែនតាវ៉ាំងប្រាសាទទាំងពីរនេះកាលពីមុនស្ថិតនៅក្នុងព្រៃនៅឡើយពុំទាន់មើលឃើញរូបរាងច្បាស់ទេប៉ុន្តែនៅដើមខែវិច្ឆិកា2008ប្រធានមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវសហការជាមួយអាជ្ញាធរស្រុកបានបង្ខំចលនាចុះទៅកាប់ឆ្ការព្រៃដើម្បីអភិរក្សទីតាំងបុរាណនេះឲ្យក្លាយទៅជារមណីយដ្ឋានទាក់ទាញអ្នកទេសចរគ្រប់រូបនិងទុកជាបេតិកភណ្ឌជាតទៅយោងតាមសម្ដីអ្នកជំនាញខាងបុរាណវិទ្យាបានឲ្យដឹងថាប្រាសាទសែននិមលនិងប្រាសាទសែនភូវៀងជាឧបសម្ព័ន្ធរបស់ប្រាសាទភ្នំជីសូរកសាងដោយព្រះបាទសូរ្យវរ្ម័នទី1ព្រះបាទធរណេន្ទ្រវរ្ម័នទី1និងព្រះបាទសូរ្យវរ្ម័នទី2ព្រះមហាក្សត្រទាំងពីរព្រះអង្គនេះបានត្រាស់បង្កើតឲ្យកសាងប្រាសាទឧទ្ទិសថ្វាយដល់ព្រះឥសូរប៉ុន្តែកសាងបណ្ដាគញ្ញាតុកបង្ហាញប្រជារាស្ត្រនាគមើលសពមុខមន្ត្រីឲ្យឃើញនៅឫទ្ធិអំណាចរបស់ព្រះអង្គកាលពីចំនួននោះកម្មចន្ទាខាងត្បូងគ្មានទេគឺមានតែចន្ទាពីខាងកើតនិងខាងលើកសូមអភ័យទោសផងបើយើងខ្ញុំធ្វើកាយអត្ថាធិប្បាយទៅមានខ្វះចន្លោះកន្លែងណាមួយពីព្រោះយើងខ្ញុំបានដកស្រង់ព័ត៌មានខ្លះចេញមកពីឯកសារប៉ុណ្ណោះសូមលោកអ្នករីករាយទស្សនាធម្មជាតិជើងភ្នំជីសូរនិងវាលស្រែដែលបងប្អូនប្រជាជនយើងគាត់បានបង្កបង្កើនផលសូមអរគុណ